អ្វីដែលខ្ញុំសោកស្ដាយតែមួយគត់គឺខ្ញុំមិនអាចបញ្ចប់ជីវិតរបស់មនុស្សនោះដោយដៃខ្លួនឯងផ្ទាល់បាននេះគឺជាពាក្យដែលនិយាយដោយបរិសុទ្ធម្នាក់បន្ទាប់ពីបានបង្កហេតុដ៏ធ្ងន់ធ្ងរមួយដែលបណ្ដាលឲ្យសមាជិកគ្រួសារជាច្រើនបាត់បង់ជីវិតតាមរបាយការណ៍គេបានរាយការណ៍ថាបន្ទាប់ពីធ្វើសកម្មភាពនោះរួចបរិសុទ្ធនោះនៅតែមានភាពស្ងប់ស្ងាត់រៀបចំទីកន្លែងធ្វើម្ហូបអាហារហើយអង្គុយដូចជាកំពុងតែរងចាំនរណាម្នាក់តែមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដតើអារម្មណ៍ខឹងឬចំនួនអ្វីដែលធ្វើឲ្យគាត់ធ្វើសកម្មភាពដល់កម្រិតនេះហើយអ្វីបានជាគាត់នៅតែស្ងប់ស្ងាត់បន្ទាប់ពីប្រព្រឹត្តអំពើខុសខើបែបនេះហើយមនុស្សដែលគាត់កំពុងរងចាំគឺជានរណាចង់ដឹងករណីលម្អិតនៃរឿងហេតុនេះមានសភាពដូចនេះខ្លះតោះយើងនាំគ្នាទៅស្វែងយល់សាច់រឿងលម្អិតទាំងអស់គ្នាករណីនេះកើតឡើងនៅក្នុងទីក្រុងស៊ុយខនធីប្រទេសចិននៅយប់ថ្ងៃទី4ខែកញ្ញាឆ្នាំ2011នៅយប់នោះមានបុរសម្នាក់បានទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីរាយការណ៍អំពីហេតុការណ៍មួយភ្លាមនោះប៉ូលីសជាច្រើនក៏ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុសម្លេងរថយន្តប៉ូលីសបានបំបែកភាពស្ងប់ស្ងាត់នៅយប់នោះធ្វើឲ្យប្រជាពលរដ្ឋនៅជិតនោះចេញមកមើលគ្រប់គ្នានៅពេលដែលក្រុមអ្នកស៊ើបអង្កេតទៅដល់ពួកគេបានជួបនឹងទស្សនវិជ្ជាដ៏គួរឲ្យភ្ញាក់ផ្អើលមានមនុស្សជាច្រើនអ្នកបានបាត់បង់ជីវិតនៅក្នុងផ្ទះ2ដែលស្ថិតនៅជាប់គ្នាផ្ទះទី1មានជនរងគ្រោះ3នាក់រួមជាមួយនឹងបុរសម្នាក់ដែលមានអាយុ55ឆ្នាំប្រពន្ធរបស់គាត់និងចៅស្រីវ័យក្មេងម្នាក់នៅផ្ទះទី2មានជនរងគ្រោះ4នាក់រួមមានបុរសម្នាក់ប្រពន្ធរបស់គាត់ម្ដាយក្មេកនិងកូនស្រីម្នាក់ទៀតដែលកំពុងតែមានផ្ទៃពោះតាមរយៈការប្រាប់របស់អ្នកជិតខាងបានឲ្យដឹងថាកូនក្នុងផ្ទៃរបស់នារីម្នាក់នោះគឺជាកូនភ្លោះហើយកំពុងតែជិតដល់ថ្ងៃសម្រាលផងដែរជនរងគ្រោះទាំងពីរគ្រួសារមានទំនាក់ទំនងជាសាច់ញាតិនឹងគ្នាព្រោះប្រពន្ធរបស់គ្រួសារមួយគឺជាប្អូនស្រីរបស់គ្រួសារមួយទៀតហើយផ្ទះទាំងពីរគឺស្ថិតនៅជាប់គ្នាដោយសារតែទីតាំងនេះស្ថិតនៅតំបន់ដាច់ស្រយាលឆ្ងាយពីផ្ទះរបស់អ្នកភូមិដទៃទៀតដែលជាមូលហេតុមិនមាននរណាម្នាក់ដឹងអំពីហេតុការណ៍នេះតតែសោះរហូតដល់ប៉ូលីសទៅដល់ទើបពួកគេមានការភ្ញាក់ផ្អើលប៉ូលីសបានសន្និដ្ឋានដំបូងថាគោលដៅដំបូងប្រហែលជាសំដៅទៅលើគ្រួសារតែមួយប៉ុណ្ណោះប៉ុន្តែដើម្បីមិនឲ្យមានសាក្សីការវាយប្រហារក៏បានពង្រីកទៅលើមនុស្សទាំងអស់នៅទីនោះអ្នកភូមិមានភាពចម្លែកចិត្តយ៉ាងខ្លាំងព្រោះគ្រួសារត្រកូលវាងហើយនិងគ្រួសារត្រកូលលីត្រូវបានគេស្គាល់ថារស់នៅដោយមានសុខដុមរមនាមិនដែលមានចំនួនជាមួយនឹងអ្នកខាងក្រៅនោះទេដូច្នេះតើនរណាអាចមានការខឹងខ្លាំងដល់កម្រិតនេះប៉ូលីសក៏បានសន្និដ្ឋានដំបូងថាអ្នកបង្កប្រហែលជាបុរសវ័យក្មេងដែលមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពនេះបានក្នុងរយៈពេលដ៏ខ្លីបរិបទតែចំនួនកូនភ្លោះនៅក្នុងផ្ទៃរបស់ឈិនស៊ន់ចំនួនជនរងគ្រោះសរុបមានរហូតដល់9នាក់អ្នកជិតខាងបានប្រាប់ថាគ្រួសារត្រកូលវាងមានកូនប្រុសម្នាក់ដែលមានឈ្មោះថាវ៉ាន់ជៀវឈីងអាយុប្រហែលជា30ឆ្នាំប៉ុន្តែมันបានឃើញគាត់អស់រយៈពេលជា1ខែមកហើយពួកគេបាននិយាយថាវ៉ាងជៀវឈីងបានរៀបការហើយភរិយារបស់គាត់កំពុងតែមានផ្ទៃពោះប៉ុន្តែនាងបានចាក់ចេញពីគាត់និងបានត្រឡប់ទៅរស់នៅជាមួយនឹងគ្រួសាររបស់នាងវិញនៅឯភូមិមួយទៀតមូលហេតុគឺដោយសារតែនាងបានដាក់ពាក្យសុំលែងលះបន្ទាប់ពីរកឃើញថាគាត់មានទំនាក់ទំនងជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀតព័ត៌មាននេះបានធ្វើឲ្យប៉ូលីសចាប់ផ្ដើមសង្ស័យថាវ៉ាងជៀវឈីងអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីមួយនេះវាអាចជាការសង្សឹកពីគ្រួសារភរិយារបស់ប្រពន្ធគាត់ដែរឬទេនៅពេលដែលប៉ូលីសកំពុងតែនៅកន្លែងកើតហេតុមានបុរសម្នាក់ទៀតក៏បានដើរមកជិតប៉ូលីសហើយបាននិយាយថាខ្ញុំគឺជាអ្នកដែលធ្វើរឿងទាំងអស់នេះបុរសដែលបានសារភាពនោះមានឈ្មោះថាឈិនលូគាត់គឺជាមនុស្សដដែលដែលបានរាយការណ៍អំពីករណីនេះទៅកាន់ប៉ូលីសនៅក្នុងបន្ទប់សួរចម្លើយគាត់បានសារភាពនិងបានបញ្យល់អំពីសកម្មភាពរបស់គាត់បាននិយាយថាគាត់បានជួបវ៉ាងជៀវឈីងនៅរដូវស្លឹកឈើជ្រុះឆ្នាំ2004ខណៈពេលដែលគាត់កំពុងតែរងចាំនៅឯស្ថានីយ៍រថភ្លើងគួនយុនដើម្បីធ្វើដំណើរទៅរកការងារធ្វើនៅទីក្រុងផ្សេងហើយនៅពេលនោះមានបុរសម្នាក់កំពុងតែអានកាសែតហើយបានអានពាក្យមួយថាកំណប់ពាក្យនោះបានធ្វើឲ្យឈិនលូមានការចាប់អារម្មណ៍ហើយគាត់ក៏បានចូលទៅសួរនិងបានណែនាំខ្លួនគាត់បុរសនោះបានណែនាំខ្លួនគាត់ថាគាត់មានឈ្មោះថាវ៉ាងជៀវឈីងមកពីស៊ុយខនធីការសន្ទនារវាងអ្នកទាំងពីរបានបន្តទៅយ៉ាងគួរឲ្យចាប់អារម្មណ៍ហើយពួកគេក៏បានរកឃើញថាអ្នកទាំងពីរមានចំណាប់អារម្មណ៍ដូចគ្នាក្នុងការស្វែងរកកំណប់បុរាណដោយសារតែវ៉ាងជៀវឈីងមានអាយុចាស់ជាងបន្តិចដូច្នេះឈិនលូបានហៅគាត់ថាជាបងប្រុសឈិនលូមកពីគ្រួសារកសិករដែលមានជីវភាពលំបាកមិនបានទទួលការសិក្សានោះទេតាំងពីក្មេងមកគាត់ធ្វើការកសិកម្មហើយពេលធំឡើងគាត់បានធ្វើការជាកម្មករសំណង់ហើយគាត់ក៏បានរៀបការរួចហើយ
គាត់ចង់ធ្វើឲ្យឪពុកម្ដាយនិងភរិយារបស់គាត់មានជីវិតកាន់តែប្រសើរប៉ុន្តែប្រាក់ចំណូលតិចតួចរបស់គាត់ធ្វើឲ្យគាត់ពិបាកនឹងសម្រេចគោលដៅមួយនោះពេលបានលើពាក្យថាកំណត់ពីវ៉ាងជីវឈិងគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងហើយបានសូមចូលរួមជាមួយគាត់ក្នុងការស្វែងរកវាចំណែកឯវ៉ាងជីវឈិងគាត់មានលក្ខណៈល្អជាងឈិនលូព្រោះគាត់បានរៀនសូត្រដល់ថ្នាក់វិទ្យាល័យប៉ុន្តែក៏ពិបាករកការងារដែលមានស្ថិរភាពហើយគាត់ក៏បានរៀបការហើយដូចគ្នាមានបុរសម្នាក់បានប្រាប់ឈិនលូថាគាត់គឺជាសមាជិកនៃក្រុមស្វែងរកកំណត់ដែលមានជំនាញនិងចំណេះដឹងគ្រប់គ្រាន់សម្រាប់ការងារមួយនេះសម្រាប់ឈិនលូដែលមិនធ្លាប់បានរៀនសូត្រនិងមិនអាចអានអក្សរបានបន្ទាប់ពីបានស្ដាប់រឿងនេះហើយគាត់មានការជឿទុកចិត្តទៅលើអ្វីដែលវ៉ាងឈីវឈីងបាននិយាយទាំងអស់គាត់ក៏បានប្រាប់ទៅវិញថាគាត់ទើបតែរៀបការហើយចង់ឲ្យភរិយានិងកូនរបស់គាត់មានអនាគតនិងជីវិតល្អប្រសើរជាងនេះដោយសារតែភាពស្មោះត្រង់របស់គាត់នេះហើយវ៉ាងឈីវឈីងក៏មានអារម្មណ៍អាណិតហើយក៏បានយល់ព្រមឲ្យគាត់ចូលរួមក្នុងការស្វែងរកកំណត់ជាមួយគ្នាបន្ទាប់មកវ៉ាងឈីវឈីងក៏បានយកផែនទីមួយចេញមកបង្ហាញហើយប្រាប់ពីគោលដៅរបស់ពួកគេគាត់បានបញ្យល់ថាទីតាំងនោះគឺជាភ្នូររបស់អ្នកមានម្នាក់នៅក្នុងសម័យអធិរាជដែលអាចមានវត្ថុមានតម្លៃដូចជាមាសនិងគ្រឿងអលង្ការជាច្រើនបន្ទាប់ពីរៀបចំឧបករណ៍រួចពួកគេក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីតាំងនោះក្នុងកំឡុងពេលធ្វើដំណើរពួកគេបាននិយាយគ្នាយ៉ាងស្និទ្ធស្នាលប៉ុន្តែប្រតិបត្តិការលើកដំបូងរបស់ពួកគេមិនទទួលបានជោគជ័យឡើយពួកគេក៏ត្រឡប់ទៅភូមិរបស់ពួកគេវិញដោយគ្មានលទ្ធផលល្អជាច្រើនខែក្រោយមកវ៉ាងជីវឈិងក៏បានតាក់ទងទៅឈិនលូម្ដងទៀតដែលប្រាប់ថាមានឱកាសថ្មីឈិនលូដែលពោពេញទៅដោយក្តីសង្ឃឹមក៏បានយល់ព្រមចូលរួមភ្លាមៗប៉ុន្តែលទ្ធផលនៅតែដូចដើមគឺបរាជ័យម្ដងទៀតចាប់តាំងពីឆ្នាំ2004ដល់ឆ្នាំ2008បើទោះបីជាបរាជ័យជាបន្តក៏ដោយក៏ពួកគេនៅតែជាមិត្តភក្តិដ៏ល្អនឹងគ្នាជួយលើកទឹកចិត្តគ្នានិងមិនដែលបោះបង់គ្នាឡើយចុងឆ្នាំ2008វ៉ាងជីវឈិងបាននាំព័ត៌មានថ្មីមកប្រាប់ឈិនលូម្ដងទៀតលើកនេះគឺនៅទីក្រុងយ៉ាងជូវមានភ្នំមួយដែលគេជឿថាមានភ្នៅអធិរាជនៅទីនោះប្រសិនបើព័ត៌មាននេះពិតជាការពិតនោះមានន័យថាកំណប់ដ៏ធំកំពុងតែលាក់ខ្លួននៅទីនោះប៉ុន្តែការជីកភ្នៅគឺជារឿងខុសច្បាប់នៅក្នុងប្រទេសចិនដូច្នេះដើម្បីជៀសវាងការសង្ស័យពួកគេបានសម្រេចចិត្តធ្វើដំណើរឡើងភ្នំនៅពេលយប់ប៉ុន្តែនៅពាក់កណ្ដាលផ្លូវឈិនលូក៏បានរអិលជើងដួលហើយធ្លាក់ចូលទៅក្នុងជ្រោះតូចមួយជាអកុសលក៏មានដើមឈើមួយមុតប៉ះចំជើងរបស់គាត់បណ្ដាលឲ្យគាត់មិនអាចដើរទៅមុខតទៅទៀតបានពួកគេក៏បានបោះបង់បេសកកម្មនិងផ្ដោតទៅលើការព្យាបាលជាមុនសិនវ៉ាងជីវឈិងបានជួយមិត្តភ័ក្តិរបស់គាត់ចុះពីលើភ្នំហើយបាននាំគាត់ទៅកាន់គ្លីនិកកំឡុងពេលព្យាបាលវ៉ាងជីវឈិងគឺជាអ្នកចំណាយថ្លៃព្យាបាលទាំងអស់ហើយនៅក្បែរមិត្តភ័ក្តិរបស់គាត់ជាប់ជានិច្ចដោយជួយសម្អាតរាងកាយបដូរខោអាវទិញអាហារនិងថែទាំគាត់បានយ៉ាងល្អការយកចិត្តទុកដាក់នេះបានប៉ះទង្គិចទៅលើផ្លូវចិត្តរបស់ឈិនលូយ៉ាងខ្លាំងនៅពេលនោះគាត់មានអារម្មណ៍ថាវ៉ាងឈីវឈិងមិនមែនជាមិត្តធម្មតានោះទេប៉ុន្តែហាក់ដូចជាបងប្អូនបង្កើតរបស់គាត់ម្នាក់ប្រហែលថ្ងៃក្រោយមកនៅពេលដែលសុខភាពរបស់គាត់ប្រសើរឡើងគាត់សម្រេចចិត្តត្រឡប់ទៅផ្ទះនៅឯកូនយន្តដើម្បីសម្រាកប៉ុន្តែវ៉ាងឈីវឈិងបានសុំគាត់ទៅជាមួយហេតុផលមានពីរទីមួយគឺគាត់ពិតជាមានការព្រួយបារម្ភនិងចង់ឲ្យមិត្តភក្តិរបស់គាត់ត្រឡប់ទៅផ្ទះដោយសុវត្ថិភាពហើយមួយទៀតវ៉ាងឈីវឈិងធ្លាប់ឮឈិនលូបាននិយាយអំពីភរិយារបស់គាត់ថាមានសម្រស់ស្អាតខ្លាំងដូច្នេះគាត់ក៏ចង់ឃើញដោយផ្ទាល់ភ្នែកថាតើនាងពិតជាស្អាតដូចជាអ្វីដែលគាត់បាននិយាយដែរឬទេទីបំផុតវ៉ាងជីវឈិងក៏បានជួបភរិយារបស់ឈិនលូដែលមានឈ្មោះថាសៀវស៊ុយជីងហើយប្រកាសណាស់នាងពិតជាមានសម្រស់ស្អាតដូចជាឈិនលូបាននិយាយមែនក្រោយមកវ៉ាងជីវឈិងក៏បានត្រឡប់ទៅផ្ទះរបស់គាត់នៅឯស៊ុយខនធីហើយប្រាប់ឈិនលូថាពួកគេនឹងសាកល្បងស្វែងរកកំណត់ម្ដងទៀតនៅពេលដែលឈិនលូបានជាសះស្បើយពេញលេញដល់ខែសីហាឆ្នាំ2009តាមការសន្យារបស់ពួកគេអ្នកទាំងពីរក៏បានជួបគ្នាម្ដងទៀតដើម្បីស្វែងរកកំណត់លើកនេះពួកគេបានរៀបចំយ៉ាងហ្មត់ចត់និងប្រុងប្រយ័ត្នជាងមុនដើម្បីជៀសវាងគ្រោះថ្នាក់ដូចមុនពួកគេចាប់ផ្ដើមធ្វើដំណើរនៅពេលយប់ដែលប្រាប់ផែនទីដែលពួកគេមានហើយពួកគេបានរកឃើញទីតាំងភ្នៅបុរាណដែលកំពុងតែស្វែងរកពួកគេបានយកឧបករណ៍ចេញហើយចាប់ផ្ដើមជីកប៉ុន្តែអ្វីដែលពួកគេរកស្មានមិនដល់មានអ្នកភូមិមួយចំនួនបានសង្កេតឃើញអាកប្បកិរិយាខុសប្រក្រតីរបស់ពួកគេនិងបានរាយការណ៍ទៅកាន់ប៉ូលីសមិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់ហើយចាប់ខ្លួនអ្នកទាំងពីរនៅក្នុងកំឡុងពេលនាំខ្លួនទៅកាន់ស្ថានីយ៍ប៉ូលីសឈិនលូបាននិយាយទៅកាន់វ៉ាងជីវឈិងដោយណែនាំគាត់ឲ្យនិយាយថាគាត់មិនបានដឹងអំពីផែនការនេះទេហើយគ្រាន់តែទៅតាមមិត្តភក្តិតែប៉ុណ្ណោះនៅពេលសួរចម្លើយដាច់ដោយឡែកពីគ្នាវ៉ាងជីវឈិងបានធ្វើតាមផែនការដោយនិយាយថាគាត់ត្រូវបានបញ្ឆោតនិងមិនដឹងអំពីគម្រោងនោះឡើយ
ចំណែកឯឈិនលូនៅក្នុងបន្ទប់ផ្សេងគាត់បានទទួលស្គាល់ថាគាត់គឺជាអ្នករៀបចំផែនការទាំងមូលហើយមិត្តរបស់គាត់មិនបានជាប់ពាក់ព័ន្ធនោះទេដោយផ្អែកទៅលើការសារភាពនេះវ៉ាងឈីវឈីងក៏ត្រូវបានដោះលែងខណៈពេលដែលឈិនលូត្រូវទទួលទោសជាប់ពន្ធនាគារអស់រយៈពេល1ឆ្នាំមុនពេលផ្ដន្ទាទោសវ៉ាងឈីវឈីងបានមកជួបឈិនលូនៅឯស្ថានីយ៍ប៉ូលីសនៅពេលនោះឈិនលូបានសុំអង្វរឲ្យគាត់ជួយមើលថែភរិយារបស់ខ្លួននៅពេលដែលគាត់មិននៅដោយមានអារម្មណ៍ថាជំពាក់គុណទៅលើឈិនលូវ៉ាងឈីវឈីងក៏បានយល់ព្រមនិងសន្យាថានឹងមើលថែសៀវសុយឲ្យបានល្អទោះបីជាឈិនលូជាបុរសធម្មតានិងមានជីវភាពលំបាកក៏ដោយប៉ុន្តែភរិយារបស់គាត់មុននេះធ្លាប់ជាស្រីស្អាតបំផុតម្នាក់នៅក្នុងភូមិសូម្បីតែក្រោយពេលរៀបការនិងរស់នៅក្នុងជីវភាពសាមញ្ញក៏ដោយសម្រស់របស់នេះនៅតែជាទីគួរឲ្យចាប់អារម្មណ៍ដដែលវ៉ាងជីវឈីងបានទៅផ្ទះរបស់ឈិនលូជាញឹកញាប់ហើយបានផ្ដល់ប្រាក់ឲ្យសៀវសុយជារៀងរាល់ខែយូរទៅពួកគេក៏បានជួបគ្នាញឹកញាប់ឡើងវ៉ាងជីវឈីងក៏ចាប់ផ្ដើមមានអារម្មណ៍ទៅលើភរិយារបស់មិត្តភក្តិខ្លួនឯងគាត់ចាប់ផ្ដើមនិយាយពាក្យផ្អែមល្ហែមនិងបង្ហាញអំពីភាពជិតស្និទ្ធដំបូងឡើយប្រពន្ធរបស់ឈិនលូមិនបានយកចិត្តទុកដាក់នោះទេហើយបានព្យាយាមមើលរំលងប៉ុន្តែយូរទៅអារម្មណ៍របស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរពីការជួបគ្នាមួយខែម្ដងក៏ក្លាយទៅជាញឹកញាប់ជាងមុនវ៉ាងជីវឈីងចាប់ផ្ដើមមកលេងជាញឹកញាប់ហើយក៏បានស្នាក់នៅទីនោះមួយយប់ថែមទៀតផងក្រោយមកវ៉ាងជីវឈីងក៏បាននាំសៀវសុយទៅផ្ទះរបស់ខ្លួនហើយណែនាំនាងថាជាភរិយារបស់មិត្តភក្តិដោយមិនខ្លាចអ្វីទាំងអស់នៅពេលនោះភរិយារបស់វ៉ាងជីវឈីងកំពុងតែមានផ្ទៃពោះហើយបានត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់នាងដើម្បីរៀបចំសម្រាប់កូនស្ថានភាពនេះបានធ្វើឲ្យវ៉ាងឈីវឈីងមានសេរីភាពក្នុងការនាំសៀវសុយមកផ្ទះហើយស្នាក់នៅជាមួយនាងដោយគ្មានការរារាំងប៉ុន្តែធ្វើឲ្យសមាជិកគ្រួសាររបស់គាត់ចាប់ផ្ដើមមានការសង្ស័យបន្ទាប់ពីសួរបញ្ជាក់គាត់ក៏បានទទួលស្គាល់ថាសៀវសុយគឺជាមនុស្សដែលគាត់មានទំនាក់ទំនងពិសេសជាមួយគ្នាឪពុកម្ដាយរបស់គាត់បានណែនាំឲ្យគាត់បញ្ឈប់ទំនាក់ទំនងមួយនេះដោយរំលឹកថានាងគឺជាភរិយារបស់មិត្តភក្តិរបស់គាត់ហើយគាត់ក៏មានភរិយារួចមកហើយនឹងចិត្តសម្រាប់កូនផងដែរនៅពេលនោះពីចចាមម្ដងក៏ចាប់ផ្ដើមលេចឡើងនៅក្នុងភូមិថាមានស្ត្រីម្នាក់មកស្នាក់នៅក្នុងផ្ទះត្រកូលវ៉ាងជាញឹកញាប់ប៉ុន្តែដោយគោរពទៅលើមេគ្រួសារអ្នកជិតខាងមិនបានជ្រៀតជ្រែកនោះទេទោះបីជាមានការប្រមាននិងការនិយាយដើមក៏ដោយក៏វ៉ាងជីវឈីងនៅតែបន្តទំនាក់ទំនងនេះដោយមិនយកចិត្តទុកដាក់នឹងអ្វីៗទាំងអស់ដល់ខែតុលាឆ្នាំ2010ភរិយារបស់វ៉ាងជីវឈីងក៏បានសម្រាលកូនហើយក៏បានត្រឡប់មកផ្ទះវិញនៅពេលនោះឈិនលូក៏បានចេញពីពន្ធនាគារដូចគ្នាបន្ទាប់ពីបំពេញទោសរបស់គាត់រួចរាល់វ៉ាងជីវឈីងក៏បាននាំសៀវសុយទៅទទួលឈិនលូមានអារម្មណ៍រេតរេយ៉ាងខ្លាំងដែលបានជួបភរិយារបស់គាត់វិញហើយក៏សង្កេតឃើញថានាងមានសុខភាពល្អនិងមិនមានការនឿយហត់ឡើយឈិនលូក៏បានអរគុណយ៉ាងខ្លាំងចំពោះវ៉ាងជីវឈីងដែលបានមើលថែភរិយារបស់គាត់តាមការសន្យាប៉ុន្តែអ្វីដែលឈិនលូមិនបានដឹងគឺរយៈពេលចុងក្រោយនេះវ៉ាងជីវឈីងមិនត្រឹមតែជួយថែរក្សាប្រពន្ធរបស់គាត់តែប៉ុណ្ណោះទេប៉ុន្តែគាត់ថែមទាំងមានភាពស្និទ្ធស្នាលជាមួយនឹងប្រពន្ធរបស់គាត់ថែមទៀតផងឈិនលូមានអារម្មណ៍សប្បាយចិត្តដែលបានត្រឡប់មករស់នៅជាមួយនឹងភរិយារបស់គាត់វិញប៉ុន្តែក្រោយមកគាត់ក៏ចាប់ផ្ដើមសង្កេតឃើញការផ្លាស់ប្ដូរមួយសៀវសុយខ្លាចទៅជាមនុស្សស្ងប់ស្ងាត់និងមិនសូវយកចិត្តទុកដាក់ដូចពីមុនដំបូងឡើយឈិនលូគិតថាប្រហែលជាការបែកគ្នារយៈពេល1ឆ្នាំធ្វើឲ្យនាងមានអារម្មណ៍ឃ្លាតឆ្ងាយពីគាត់ប៉ុន្តែយូរទៅអាកប្បកិរិយារបស់នាងកាន់តែធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងឡើងនាងមិនត្រឹមតែជៀសវាងភាពទស្សនាប៉ុណ្ណោះទេប៉ុន្តែក៏ចាប់ផ្ដើមសុំត្រឡប់ទៅភូមិរបស់នាងជាញឹកញាប់ដោយនិយាយថាឪពុករបស់នាងដែលរស់នៅម្នាក់ឯងកំពុងតែឈឺស្ទើរតែជារៀងរាល់សប្តាហ៍នាងត្រឡប់ទៅផ្ទះឪពុករបស់នាងហើយស្នាក់នៅទីនោះមួយយប់ឬពីរយប់ហេតុការណ៍នេះបានកើតឡើងម្ដងទៀតនៅខែកក្កដាឆ្នាំ2011ពេលដែលនាងស្នើសុំទៅលេងផ្ទះឪពុករបស់នាងម្ដងទៀតឈិនលូមិនដែលហាមឃាត់នាងឡើយប៉ុន្តែលើកនេះអ្វីមិនដូចមុននោះទេពីថ្ងៃហើយនាងមិនបានត្រឡប់មកវិញហើយទូរស័ព្ទក៏មិនអាចតាក់ទងបានបន្ទាប់ពីរងចាំរហូតដល់2សប្តាហ៍ឈិនលូក៏ចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំងចុងក្រោយគាត់ក៏បានសម្រេចចិត្តទៅផ្ទះឪពុកក្មេកដើម្បីពិនិត្យមើលថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដប៉ុន្តែអ្វីដែលធ្វើឲ្យឈិនលូភ្ញាក់ផ្អើលគឺនៅពេលដែលគាត់ទៅដល់ផ្ទះឪពុកក្មេករបស់គាត់បានឃើញថាឪពុកក្មេករបស់គាត់មានសុខភាពធម្មតាហើយសៀវសុយមិនបាននៅទីនោះឡើយឪពុកក្មេករបស់គាត់បានប្រាប់ថាសៀវសុយមិនដែលមកលេងគាត់ឡើយឈិនលូចាប់ផ្ដើមសង្ស័យខ្លាំងបើនាងមិនបានមកទីនេះតើនាងទៅទីណាឲ្យប្រកបត្រឡប់មកផ្ទះនៅឯគួនយួនវិញឈិនលូបានសួរអ្នកជិតខាងនិងមិត្តភ័ក្តិរបស់ភរិយារបស់គាត់ដើម្បីស្វែងរកព័ត៌មានបន្ថែម
អ្នកចិត្តខាងមួយចំនួនបានប្រាប់ថាខណៈពេលដែលឈិនលូនៅក្នុងពន្ធនាគារមានបរិសម្នាក់មកលេងផ្ទះរបស់គាត់ជាញឹកញាប់ដំបូងគាត់មកម្ដងក្នុងមួយខែប៉ុន្តែក្រោយមកការមកលេងក៏បានខ្លាចទៅជាញឹកញាប់ហើយថែមទាំងនៅពេញមួយយប់ថែមទៀតផងចាស់ទុំនៅក្នុងភូមិធ្លាប់បានណែនាំសៀវស៊ុយថាកុំឲ្យភ្ញៀវបរិសស្នាក់នៅពេលយប់ខណៈពេលដែលប្តីមិននៅផ្ទះក្រោយមកបរិសនោះក៏ឈប់មកលេងប៉ុន្តែសៀវស៊ុយវិញក៏ចាប់ផ្ដើមចេញពីផ្ទះជាញឹកញាប់ជាងមុនដែលប្រើហេតុផលថាទៅមើលថែទាំឪពុកឈឺបន្ទាប់ពីស្ដាប់សម្ដីរបស់អ្នកជិតខាងហើយឈិនលូអាចដឹងបានភ្លាមៗថាបរិសម្នាក់នោះគឺជាវ៉ាងឈីវឈីងដែលជាមិត្តជិតស្និទ្ធរបស់គាត់ផ្ទាល់នៅពេលនោះឈិនលូទើបដឹងថាខណៈពេលដែលគាត់កំពុងតែជាប់ពន្ធនាគារមនុស្សពីរនាក់ដែលគាត់ទុកចិត្តបំផុតបានធ្វើរឿងមួយនៅពីក្រោយខ្នងរបស់គាត់ទោះជាយ៉ាងណាក៏ដោយគាត់នៅតែសង្ឃឹមថានេះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះដូច្នេះគាត់ក៏បានធ្វើដំណើរទៅ Sui Country ដើម្បីស្វែងរកវ៉ាងឈីវឈីងប៉ុន្តែនៅពេលដែលទៅដល់ផ្ទះគ្រួសារត្រកូលវ៉ាងឪពុករបស់វ៉ាងឈីវឈីងបានប្រាប់ថាកូនប្រុសរបស់គាត់បានចាកចេញពីផ្ទះប្រហែលជា2សប្តាហ៍មកហើយមិនបានប្រាប់ថាគាត់ទៅទីណានោះទេនៅពេលនោះឈិនលូចាប់ផ្ដើមប្រកាសចិត្តថាវ៉ាងឈីវឈីងហើយនិងសៀវស៊ុយប្រហែលជាកំពុងតែនៅជាមួយគ្នាគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញដោយមានអារម្មណ៍ឈឺចាប់និងខូចចិត្តយ៉ាងខ្លាំងមនុស្សពីរនាក់ដែលគាត់ជឿជាក់បំផុតបានធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់2សប្តាហ៍ក្រោយមកគឺនៅខែសីហាឆ្នាំ2011គាត់ក៏បានទៅផ្ទះគ្រួសារត្រកូលវ៉ាងម្ដងទៀតដើម្បីសួរអំពីព័ត៌មានបន្ថែមលើកនេះគាត់បាននិយាយត្រង់ៗថាវ៉ាងឈីវឈីងបានទៅជាមួយនឹងភរិយារបស់គាត់ឪពុករបស់វ៉ាងឈីវឈីងក៏បានបញ្ជាក់ថាគាត់ពិតជាមិនដឹងថាកូនរបស់គាត់ទៅទីណានោះទេហើយមិនមែនមានតែឈិនលូទេដែលកំពុងតែស្វែងរកវ៉ាងឈីវឈីងភរិយារបស់វ៉ាងឈីវឈីងក៏កំពុងស្វែងរកគាត់ផងដែរនាងក៏បានដឹងអំពីទំនាក់ទំនងរវាងវ៉ាងឈីវឈីងហើយនិងសៀវស៊ុយហើយបានត្រឡប់ទៅផ្ទះឪពុកម្ដាយរបស់នាងនិងបានដាក់ពាក្យលែងលះប៉ុន្តែឈិនលូមិនបានជឿនោះទេគាត់ជឿថាគ្រួសារត្រកូលវ៉ាងកំពុងតែលាក់ទីតាំងរបស់កូនប្រុសរបស់ពួកគេដូច្នេះគាត់មិនបានត្រឡប់ទៅគួនយួនវិញនោះទេគាត់ក៏បានជួបផ្ទះមួយនៅក្បែរផ្ទះគ្រួសារត្រកូលវ៉ាងដើម្បីតាមដាននិងរងចាំគាត់ក៏ចាប់ផ្ដើមជឿថាគ្រួសារត្រកូលវ៉ាងទាំងមូលកំពុងតែលាក់អ្វីមួយពីគាត់ដល់ថ្ងៃទី3ខែកញ្ញាឆ្នាំ2011ឈិនលូបានទទួលព័ត៌មានពីអ្នកជិតខាងថាប៉ាឈីវឈីងបានត្រឡប់មកផ្ទះវិញហើយធ្វើឲ្យគាត់គិតថានេះគឺជាឱកាសល្អរបស់គាត់ដើម្បីរកការពិតឲ្យឃើញដោយខ្លួនឯងគាត់គិតថាបើទៅពេលថ្ងៃនោះអ្នកក្នុងផ្ទះប្រហែលជានឹងជួយលាក់បាំងអំពីវ៉ាងឈីវឈីងដូច្នេះគាត់បានសម្រេចចិត្តចូលនៅពេលយប់ដើម្បីពិនិត្យមើលអ្វីៗដោយស្ងៀមស្ងាត់ដល់ចិត្តពាក់កណ្ដាលយប់ឈិនលូក៏បានទៅជិតផ្ទះគ្រួសារត្រកូលវ៉ាងតាមផែនការរបស់គាត់ប៉ុន្តែនៅពេលនោះសត្វឆ្កែរបស់គ្រួសារត្រកូលលីដែលនៅក្បែរនោះចាប់ផ្ដើមព្រុសដើម្បីមិនឲ្យមានសម្លេងរំខានឈិនលូក៏បានធ្វើអ្វីមួយដើម្បីបញ្ឈប់ឆ្កែនោះនៅពេលនោះដោយសារតែសម្លេងរបស់សត្វឆ្កែនោះលោកលីសៀវចុងបានចេញមកខាងក្រៅផ្ទះហើយបានឃើញបរិសម្នាក់កំពុងធ្វើអ្វីមួយចំពោះសត្វឆ្កែរបស់គាត់មានការភ័យខ្លាចហើយក៏បានរត់ចូលទៅក្នុងផ្ទះវិញដើម្បីបិទទ្វារប៉ុន្តែភ្លាមនោះឈិនលូក៏បានរត់តាមទាន់គាត់ហើយបានប្រើអាវុធមួយធ្វើឲ្យគាត់ដួលចុះនិងមិនអាចឆ្លើយតបបានតទៅទៀតបន្ទាប់មកឈិនលូក៏បានចូលពិនិត្យក្នុងបន្ទប់នីមួយៗនៅក្នុងផ្ទះគាត់បានឃើញភរិយាម្ដាយក្មេកនិងកូនស្រីរបស់លីសៀវចុងកំពុងតែសម្រាកនៅក្នុងបន្ទប់របស់ពួកគេជាអកុសលអ្នកទាំងអស់គ្នាក៏មិនអាចរួចផុតពីហេតុការណ៍នោះបាននោះទេក្នុងនោះកូនស្រីដែលកំពុងតែមានផ្ទៃពោះក៏បានបាត់បង់ជីវិតជាមួយនឹងកូនក្នុងផ្ទៃផងដែរបន្ទាប់ពីចាក់ចេញពីផ្ទះរបស់គ្រួសារត្រកូលលីហើយឈិនលូក៏បានបើកចូលទៅក្នុងផ្ទះគ្រួសារត្រកូលវ៉ាងវត្តមានរបស់គាត់ធ្វើឲ្យលោកវ៉ាងហើយនិងភរិយារបស់គាត់ភ្ញាក់ពីដំណេកដោយភាពច្របូកច្របល់ឈិនលូបានសួរថាតើវ៉ាងឈីវឈីងនៅឯណាប៉ុន្តែលោកវ៉ាងបានឆ្លើយថាគាត់ពិតជាមិនបានដឹងនោះទេចម្លើយនេះធ្វើឲ្យអារម្មណ៍របស់ឈិនលូខឹងកាន់តែខ្លាំងឡើងហើយបន្ទាប់មកគាត់ក៏បានធ្វើសកម្មភាពដែលបណ្ដាលឲ្យប្តីប្រពន្ធទាំងពីរនេះបាត់បង់ជីវិតឈិនលូបន្តស្វែងរកនៅក្នុងបន្ទប់ផ្សេងៗទៀតដើម្បីរកវ៉ាងឈីវឈីងហើយនិងសៀវស៊ុយដែលគាត់គិតថាកំពុងតែលាក់ខ្លួនប៉ុន្តែគាត់មិនបានឃើញពួកគេនោះទេផ្ទុយទៅវិញគាត់បានឃើញក្មេងស្រីម្នាក់កំពុងតែលាក់ខ្លួនដោយភាពភ័យខ្លាចហើយក្មេងស្រីនោះក៏មិនអាចរត់ផុតពីហេតុការណ៍នោះផងដែរបន្ទាប់មកឈិនលូក៏បានយកទូរស័ព្ទរបស់លោកវ៉ាងដើម្បីពិនិត្យមើលអំពីទំនាក់ទំនងផ្សេងៗដើម្បីរកសញ្ញាអំពីវ៉ាងឈីវឈីងប៉ុន្តែលទ្ធផលបានបង្ហាញថាអ្វីដែលគាត់សង្ស័យគឺមិនពិតនោះទេលោកវ៉ាងពិតជាមិនដឹងអំពីទីតាំងរបស់កូនប្រុសគាត់ឡើយក្រោយមកឈិនលូក៏បានត្រឡប់ទៅផ្ទះគ្រួសារត្រកូលលីម្ដងទៀតដើម្បីពិនិត្យមើលស្ថានភាពបន្ទាប់មកគាត់ក៏បានចាក់ចេញនិងបិទទ្វារពីខាងក្រៅហ
ហើយត្រឡប់ទៅផ្ទះគ្រួសារត្រកូលវាងម្ដងទៀតគាត់បានពិនិត្យមើលជាលើកចុងក្រោយមុនពេលរៀបចំអ្វីៗនៅក្នុងផ្ទះដែលកំពុងតែរញ៉េរញ៉ៃឲ្យមកធម្មតាវិញបន្ទាប់មកគាត់ក៏បានសម្អាតខ្លួនដូរសម្លៀកបំពាក់ឲ្យសម្រាកលុះដល់ព្រឹកថ្ងៃទី4ខែកញ្ញាឆ្នាំ2011ឈិនលូក៏បានភ្ញាក់ដោយអារម្មណ៍ស្រែកឃ្លានគាត់បានចូលទៅផ្ទះបាយដើម្បីធ្វើម្ហូបហើយញ៉ាំអាហារដូចធម្មតាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺអាកប្បកិរិយារបស់គាត់នៅពេលនោះហាក់ដូចជាមនុស្សធម្មតាម្នាក់បន្ទាប់ពីញ៉ាំរួចគាត់ក៏បានយកដបភេសជ្ជៈមួយមកអង្គុយលើសាឡុងហើយជក់បារីមួយដើមឈិនលូអង្គុយនៅទីនោះយ៉ាងស្ងប់ស្ងាត់ដូចជាកំពុងតែរង់ចាំនរណាម្នាក់ប្រហែលជានៅពេលនោះគាត់កំពុងសង្ឃឹមថាវ៉ាងឈូឈីងនឹងត្រឡប់មកផ្ទះឬក៏សៀវស៊ុយនឹងបង្ហាញខ្លួនឡើងវិញប៉ុន្តែពេលវេលាបានកន្លងទៅរហូតដល់ពេលល្ងាចគាត់មិនបានឃើញសញ្ញាណាមួយពីអ្នកទាំងពីរនោះទេហើយនៅពេលនោះសារសពរបស់លោកវ៉ាងនិងអ្នកផ្សេងៗទៀតក៏ចាប់ផ្ដើមមានក្លិនមិនល្អឈិនលូបានក្រោកឈរយឺតៗដើរចេញពីផ្ទះដូចជាមនុស្សម្នាក់ដែលគ្មានអារម្មណ៍គាត់បានដើរទៅដល់ផ្លូវធំហើយតាក់ស៊ីមួយហើយបានប្រាប់ឲ្យដឹកគាត់ទៅកាន់ស្ថានីយ៍ប៉ូលីសឈិនលូត្រូវបានចាប់ខ្លួនហើយត្រូវបានកំណត់ថាជាជនសង្ស័យតែម្នាក់គត់ក្នុងករណីសម្លាប់មនុស្ស7នាក់នៅក្នុងគ្រួសារវ៉ាងហើយនិងគ្រួសារលីរួមទាំងជីវិត2ទៀតដែលមិនទាន់បានឃើញពិភពលោកនៅឡើយនៅថ្ងៃទី14ខែធ្នូឆ្នាំ2011តុលាការប្រជាជនកម្រិតមធ្យមបានសម្រេចកាត់ទោសឈិនលូឲ្យទទួលទោសប្រហារជីវិតមុនពេលចៅក្រមប្រកាសសារក្រមចុងក្រោយគាត់ត្រូវបានសួរថាតើគាត់មានការសោកស្ដាយចំពោះអ្វីដែលគាត់បានធ្វើដែរឬទេឈិនលូគ្រាន់តែញាក់ស្មាហើយឆ្លើយថាអ្វីដែលខ្ញុំសោកស្ដាយគឺមានតែមួយគត់គឺខ្ញុំមិនអាចបញ្ចប់ជីវិតមនុស្សទាំងពីរនាក់នោះដោយខ្លួនឯងផ្ទាល់នៅថ្ងៃទី5ខែកញ្ញាឆ្នាំ2012តុលាការកំពូលប្រទេសចិនបានអនុម័តទោសប្រហារជីវិតទៅលើឈិនលូរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ឈិនលូនៅតែមិនដឹងថាវ៉ាងឈូឈីងហើយនិងសៀវស៊ូស្ថិតនៅទីណានោះទេហើយករណីនេះបានបញ្ជាក់ថាអារម្មណ៍ខឹងការសងសឹកអាចបំផ្លាញមនុស្សម្នាក់រហូតដល់បំផ្លាញជីវិតអ្នកដទៃជាច្រើនដែលមិនអាចត្រឡប់មកវិញបានបើមានបញ្ហាសូមស្វែងរកដំណោះស្រាយដោយសន្តិវិធីកុំឲ្យអារម្មណ៍គ្រប់គ្រងជីវិតរបស់អ្នកសូមថែរក្សាសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកឲ្យបានល្អហើយករណីសម្រាប់ថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ដែរតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបាទបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ